សួស្តីលោកគ្រូអ្នកគ្រូការដែលមានចំណេះដឹងជ្រៅជ្រះគឺជារឿងមួយប៉ុន្តែការដែលអាចផ្ទេរចំណេះដឹងទាំងនោះទៅឲ្យសិស្សបានដោយជោគជ័យវាគឺជារឿងដាច់ដライមួយទៀតមានន័យថាគ្រូដែលមានចំណេះដឹងជ្រៅជ្រះឬក៏រៀនបានខ្ពង់ខ្ពស់មិនប្រកាសថាអាចផ្ទេរចំណេះដឹងទាំងនោះឲ្យសិស្សបានទេឬក៏និយាយពាក្យដែលសាមញ្ញថាគ្រូដែលរៀនខ្ពស់មានចំណេះដឹងជ្រៅជ្រះមិនប្រកាសថាអាចបរៀនសិស្សចេះបានទេមូលហេតុអីចម្លើយដ៏ខ្លីគឺគរុកោសល្យអញ្ចឹងថ្ងៃនេះអឺយើងនឹងស្វែងយល់ជាមួយគ្នាអំពីពាក្យដ៏ពេញនិយមមួយនេះនៅក្នុងវិស័យអប់រំនោះគឺគរុកោសល្យតើគរុកោសល្យមានអត្ថន័យយ៉ាងណាហើយវាមានសារៈសំខាន់ប៉ុណ្ណានៅក្នុងវិស័យអប់រំអញ្ចឹងជាដំបូងយើងត្រូវកំណត់និយមន័យនៃពាក្យគរុកោសល្យនេះឲ្យបានច្បាស់លាស់សិនគរុកោសល្យគឺសំដៅទៅលើវិធីសាស្ត្រនិងការអនុវត្តជាក់ស្ដែងនៅក្នុងការបង្រៀនគរុកោសល្យគឺគ្របដណ្ដប់ទៅលើយុទ្ធសាស្ត្របច្ចេកទេសផ្សេងៗដែលលោកគ្រូអ្នកគ្រូយកមកប្រើប្រាស់ដើម្បីជួយសម្រួលទៅដល់ដំណើរការនៃការរៀនសូត្ររបស់សិស្សចំណុចដែលឆ្លើយតបទៅនឹងការលើកឡើងខាងលើដែលថាគ្រូចេះច្រើនគ្រូបានរៀនខ្ពស់មិនប្រកាសថាបង្រៀនសិស្សឲ្យចេះគឺដោយសារតែការបង្រៀនមិនផ្ដោតសំខាន់តែទៅលើអ្វីដែលត្រូវបង្រៀនទេឬក៏មិនផ្ដោតសំខាន់ទៅលើចំណេះដឹងដែលគ្រូមានតែមួយមុខនោះទេប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺរបៀបដែលចំណេះដឹងឬក៏ទ្រឹស្ដីឬក៏មាតិកាទាំងនោះត្រូវបានផ្ទេរទៅកាន់សិស្សដោយជោគជ័យចំណែកឯអ្នកឯកទេសអប់រំដទៃទៀតបានឲ្យនិយមន័យគរុកោសល្យថាជាសិល្បៈនិងវិទ្យាសាស្ត្រនៃការបង្រៀនជាវិទ្យាសាស្ត្រនៃការបង្រៀនដោយសារតែការបង្រៀនគឺទាមទារឲ្យមានរចនាសម្ព័ន្ធច្បាស់លាស់មានគោលបំណងច្បាស់លាស់ថាសិស្សចេះអីនិងទាមទារឲ្យយើងអនុវត្តទៅតាមទ្រឹស្ដីដែលត្រឹមត្រូវមិនមែនជាការស្រមើស្រមៃឬក៏ជាការយល់ឃើញរបស់បុគ្គលទេហើយគរុកោសល្យគឺជាសិល្បៈនៃការបង្រៀនពីព្រោះគ្រូមិនអាចប្រើទម្រង់តែមួយឬក៏វិធីសាស្ត្រតែមួយមកអនុវត្តគ្រប់សិស្សានុសិស្សនោះទេគ្រូត្រូវចេះបត់បែនត្រូវចេះប្រើប្រាស់ទេពកោសល្យក្នុងការប្រស័យតាក់ទងដើម្បីសម្របខ្លួនជាមួយនឹងស្ថានភាពរបស់សិស្សម្នាក់ៗពីព្រោះយើងដឹងហើយថាសិស្សម្នាក់ៗគឺមានចំណុចពិសេសរៀងៗខ្លួនហើយនឹងអឺមានអឺរបៀបរៀនគឺខុសៗគ្នាបន្ទាប់ពីយើងបានស្វែងយល់អំពីអត្ថន័យនៃគរុកោសល្យដូច្នេះសំណួរបន្ទាប់សួរថាតើគរុកោសល្យមានតួនាទីឬក៏មានសារៈសំខាន់យ៉ាងណានៅក្នុងវិស័យអប់រំនៅក្នុងប្រព័ន្ធអប់រំគរុកោសល្យគឺដើរតួជាស្ពានដែលតភ្ជាប់ទំនាក់ទំនងរវាងគ្រូហើយនិងសិស្សហើយស្ពាននេះគឺផ្ដល់ក្របខ័ណ្ឌដ៏រឹងមាំដែលធានាថាគោលបំណងនៃការបង្រៀននៃមេរៀននីមួយៗត្រូវបានសម្រេចហើយសិស្សានុសិស្សអាចទទួលបានចំណេះជំនាញពិតប្រាកដក្នុងន័យនេះមានន័យថាប្រសិនបើគ្រូមានចំណេះដឹងជ្រៅជ្រះប៉ុន្តែខ្វះគរុកោសល្យឬក៏ខ្វះស្ពានចម្លងនេះការការផ្ទេរចំណេះដឹងឬក៏ការបញ្ជូនចំណេះដឹងទៅឲ្យសិស្សនឹងមិនអាចប្រព្រឹត្តទៅដោយរលូនឬក៏មានអត្ថន័យគ្រប់គ្រាន់នោះទេសរុបសេចក្តីមកនៅក្នុងយុគសម័យដែលពិភពលោកមានការប្រែប្រួលយ៉ាងឆាប់រហ័សជាពិសេសនៅសម័យ AI នេះអឺគេថាគរុកោសល្យដែលល្អហើយនឹងមានប្រសិទ្ធភាពបំផុតនោះគឺគរុកោសល្យយកសិស្សជាធំឬក៏យកសិស្សជាមជ្ឈមណ្ឌលដែលគេហៅតាមភាសាអង់គ្លេសថា student center អញ្ចឹងគោលវិធីនេះគេអះអាងថា
វាមិនត្រឹមតែឆ្លើយតបទៅនឹងតម្រូវការរបស់សិស្សម្នាក់ៗប៉ុណ្ណោះទេ តែថែមទាំងបំពាក់បំប៉នសិស្សានុសិស្សនៅជំនាញចាំបាច់នៅសតវត្សទី21 ដូចជាការគិតអស៊ីជម្រៅ ការគិតបែបcritical thinking ឬក៏ភាពច្នៃប្រឌិត ឬនឹងបណ្ដុះទម្លាប់រៀនសូត្រពេញមួយជីវិត ឬក៏ហៅថា lifelong learning ដូច្នេះខ្ញុំសង្ឃឹមថាការចែករំលែកថ្ងៃនេះអឺនឹងមាននឹងបានបង្ហាញយ៉ាងច្បាស់អំពីអត្ថន័យនិងតួនាទីដ៏សំខាន់របស់គរុកោសល្យហើយនៅក្នុងវីដេអូបន្ទាប់យើងនឹងបន្តដំណើរទៅវិភាសាគ្នាបន្ថែមទៀតអំពីប្រវត្តិនៃការវិវត្តនៃគរុកោសល្យនេះតើគរុកោសល្យនេះចាប់ផ្ដើមពីសម័យកាលណាហើយវាមានការវិវត្តបែបណាទៅតាមដំណាក់កាលនីមួយៗសូមអរគុណលោកគ្រូអ្នកគ្រូសម្រាប់ការតាមដានជួបគ្នានៅវីដេអូក្រោយទៀត